បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី18ខែ5ឆ្នាំ2025ក៏មានតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃល្អៗចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាប្រចាំថ្ងៃទៀតហើយអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃម៉ោង 1:30 នាទីនិងម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់5និងអុកខ្ទង់6តម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់5និងអុកខ្ទង់6រីឯតម្រុយលេខតូចគឺខ្ញុំបាទក៏មានតម្រុយ4គ្រាប់ទី1គឺមានតម្រុយលេខ51នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយគ្រាប់ទី2គឺមានតម្រុយលេខ68តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ68រីឯតម្រុយគ្រាប់ទី3គឺមានតម្រុយលេខ48នេះគឺជាតម្រុយលេខតូចគ្រាប់ទី3អញ្ចឹងខ្ញុំបាទក៏មានតម្រុយគ្រាប់ទី4គឺមានតម្រុយលេខ76តម្រុយគ្រាប់ទី4គឺមានតម្រុយលេខ76រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ561គុណនេះគឺជាតម្រុយលេខធំគ្រាប់ទី1រីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ718គុណអញ្ចឹងសូមបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់គ្នាម្ដងទៀតតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទម៉ោង 1:30 នាទីម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីតម្រុយលេខអុកខ្ទង់គឺមានតម្រុយអុកខ្ទង់5និងអុកខ្ទង់6តម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គឺមាន51 68 48 76រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគឺមានតម្រុយលេខ561គុណ718គុណអញ្ចឹងតម្រុយឆ្នាំវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្ណឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា